នៅពេលដែលខ្ញុំរឹងមាំអ្វីនឹងផ្លាស់ប្ដូរតើខ្ញុំអាចមានឈ្មោះរបស់អ្នកលោកគ្រូ Huises Lei Qingshan លីឈីងសានវាជាថ្ងៃចូលឆ្នាំហើយខ្ញុំចង់រៀន Alchemy មែនទេមែនហើយទោះបីខ្ញុំចាស់ក៏ដោយក៏បេះដូងខ្ញុំប្រាថ្នារកផ្លូវ Alchemy ហើយខ្ញុំសុខចិត្តព្យាយាមបង្ហាញវាដល់ទីបញ្ចប់បងប្រុសខ្ញុំប្រាថ្នាចង់បានផ្លូវ Alchemy ខ្ញុំខ្លាចថាខ្ញុំអស់សង្ឃឹមហើយចង់មកទីនេះដើម្បីដើរលេងការចម្រាញ់អាឡឺម៉ង់មិនមែនជាការលេងរបស់កុមារទេវាទាមទារភាពប៉ិនប្រសប់និងការតស៊ូបន្ថែមទៀតតើអ្នកនៅសល់ប៉ុន្មានឆ្នាំទៀតដើម្បីរស់នៅតើអ្នកអាចមានការតស៊ូបានប៉ុន្មានខ្ញុំដឹងថាខ្ញុំល្ងងហើយខ្ញុំមិនមានពេលច្រើនឆ្នាំទៀតទេដោយសារតែនេះពេលវេលាកាន់តែមានតម្លៃមិនហ៊ានដកថយតតែសោះទោះអាចជោគជ័យឬអត់ក៏ដោយប៉ុន្តែខ្ញុំចង់ឲ្យច្បាស់ក្នុងចិត្តមកបន្ទប់លេខ7 Allysis ឯកប្រសិនបើអ្នកមិនអាចទន្ទិញជំហានដំបូងនៃ Elixers ទាំងអស់និងកំណត់អត្តសញ្ញាណរាប់ពាន់នៃ Elixers ទូទៅនិងលក្ខណៈសម្បត្តិ Ost របស់ពួកគេក្នុងរយៈពេល1ឆ្នាំនោះចូលចេញពីទីនេះកុំខ្ជះខ្ជាយពេលវេលារបស់ខ្ញុំលីឈីងសានវិធីសាស្ត្រក្នុងការរើសនិងកែច្នៃកាកថ្មនៅក្នុងភាពបរិសុទ្ធទាំង3ត្រូវបានសរសេរយ៉ាងច្បាស់នៅក្នុងសៀវភៅតើអ្នកចាស់ពេកឬចាស់ពេកក្នុងការចងចាំពួកគេទាំងអស់អស្ថររបស់លោកគ្រូយ៉ែនគឺជាកំណប់ទ្រព្យដ៏អស្ចារ្យបំផុតរបស់ខ្ញុំរបស់កំហើញត្រឡប់ទៅ Master វិញកូនជាងរបស់ខ្ញុំមានអារម្មណ៍ថាភាពរងស្ទះត្រូវបានបន្ធូរកាលពីពេលថ្មីនេះហើយគាត់ទើបតែបានទម្លុះដល់កម្រិតទី7នៃការចម្រាញ់ថៃខ្ញុំគិតថាអ្នកនៅតែមានប្រយោជន៍ខ្លះដូច្នេះខ្ញុំមិនបានខ្ជិះខ្ជាយពាក្យរបស់ខ្ញុំទេពេលនេះខ្ញុំបានទម្លាយហើយខ្ញុំនឹងព្យាយាមជួយគ្រប់គ្រងភ្លើងនៅពេលអនាគតហើយរៀនពីដំបូងបាទអរគុណលោកគ្រូលោកគ្រូយ៉ាននឹងកែថ្នាំចាក់ឱកាសរបស់ខ្ញុំបានមកដល់ហើយស្ដាប់ក្មេងប្រុសElixir នៃលំនៅឋានគឺជា Elixir ដែលចាប់យកស្ថានសួគ៌និងផែនដីវាជួយព្រះសង្ឃផ្លាស់ប្ដូរជោគវាសនាដើម្បីបង្កើតម៉ាស៊ីនការលំបាកស្ថិតនៅក្នុង3ពិន្ទុទី1វាពិបាកក្នុងការស្វែងរកការព្យាបាលសំខាន់ទី2លក្ខណៈសម្បត្តិអស្ចារ្យមានធម៌ពលខ្លាំងដែលវាពិបាកខ្លាំងណាស់លក្ខណៈសំខាន់3គឺខុសគ្នាយិននិងយ៉ាងមានចំនួនប្រសិនបើមានភាពខុសប្លែកគ្នាបន្តិចបន្តួចនោះលក្ខណៈសម្បត្តិអស្ចារ្យនឹងប៉ះទង្គិចគ្នាទៅវិញទៅមកការផ្ទុះនឹងបំផ្លាញ Elixir ទី3 Murk Elixir ងាយស្រួលក្នុងការយកឈ្នះហើយ Elixir Knot នឹងលូតលាស់នៅខាងក្នុងការដែលអ្នកកាន់តែចាស់ស្មារតីរបស់អ្នកមិនខ្លាំងដូចការនៅក្មេងទេតើសិស្ស Elixir ដែលគ្មានប្រយោជន៍ទាំងនេះអាចអនុញ្ញាតឲ្យស្នាក់នៅជាសិស្សបានទេខ្ញុំចង់នៅនឹងសង្កេតនិងរៀនដើម្បីមើលឃើញពីកន្លែងដែលកំហុសក្នុងដំណើរការចម្រាញ់ Elixir របស់មេគឺការងាយស្រួលទាំងនេះសម្រាប់ជាមេរៀនប្រសិនបើមានចំនួនផ្លូវភេទធម្មពលខាងវិញ្ញាណនិងកំហឹងដ៏ឃោរឃៅគឺគ្មានប្រយោជន៍ឬក៏មានគ្រោះថ្នាក់រួចទៅហើយវាតែជាគំនោសម្រាប់ប៉ុណ្ណោះកុំដាក់នៅក្នុងបន្ទប់អាឡឺម៉ង់ដើម្បីជាការឈឺភ្នែកសូមអរគុណលោកគ្រូខ្ញុំនៅទីនេះបងដេងថ្នាក់មធ្យម1និងថ្នាក់ទី9អាចត្រូវបានចាត់ទុកថាជាការរស់នៅតាមទំនុកចិត្តអ្នកប្រុសចាស់ម្នាក់នេះមានការយល់ដឹងច្បាស់ណាស់13គ្រាប់ដែលគ្មានប្រយោជន៍គឺគ្រប់គ្រាន់ហើយថ្ងៃស្អែកខ្ញុំនឹងប្រមូលផលថ្នាំភ្លីគុណភាពខ្ពស់ចំនួន13សុខខេនឆៅម៉ាស៊ីនជំនួយនៅខាងក្នុងនិកាយមានសម្លេងខ្លាំងពេកត្រូវតែស្វែងរកកន្លែងលាក់ខ្លួន
ធម្មពលខាងវិញ្ញាណដ៏ច្របូកច្របល់នៃសមរភូមិបុរាណដែលបាក់បែកអាចបិទបាំងនៅបាតុភូតចម្លែកនេះតិចនៃការពារឋានសួគ៌តូចគឺជាបច្ចេកទេសសម្ងាត់ដែលបានអនុវត្តនៅសម័យបុរាណវាអាចត្រូវបានអនុវត្តទៅឥតខ្ចោះវាអាចលាក់អាថ៌កំបាំងនៅស្ថានសួគ៌របស់ខ្លួនឯងនិងដឹកនាំការដាំដុះទៅក្នុងមនុស្សមើលមិនឃើញបងប្រុសរឿងនេះមានរាប់រយឆ្នាំហើយគ្មានអ្នកណាធ្វើបាននោះទេវាជាការខ្ជិះខ្ជាយឱកាសទាំងស្រុងខ្ញុំបានឮថានេះគឺជាបំណែកនៃបច្ចេកទេសសម្ងាត់ពិតនៃការគ្រប់ដណ្ដប់លើមេឃវាអាចបញ្ឆោតអារម្មណ៍នៃស្ថានសួគ៌វាជាការសោកស្ដាយដែលគ្មាននរណាម្នាក់អាចធ្វើជាម្ចាស់វាបានអរគុណបងប្រុសដែលបានប្រាប់ខ្ញុំគ្រាន់តែយកវាមកវិញដើម្បីបំបត្តិភាពអបសុខរបស់ខ្ញុំតើអ្នកធ្លាប់ឮថាបងស្រីច្បងឆេងហងស៊ីវបរាជ័យក្នុងការវាយប្រហាររបស់នាងលើមូលដ្ឋានទេនៅទីបំផុតបេសាចខាងក្នុងរបស់ Gwen Hee បានត្រឡប់មកវិញហើយស្ទើរតែធ្វើឲ្យ Deo Yin រងរបួស Aider Yashin ខឹងយ៉ាងខ្លាំងហើយបានត្រៀមខ្លួនរងចាំនាងជាសះស្បើយពីរបួសហើយវាយប្រហារម្ដងទៀតខ្ញុំត្រូវដោះស្រាយ